សួស្តីអ្នកនរគ្នាថ្ងៃនេះខ្ញុំមកបរៀនពីរបៀបធ្វើវីដេអូដាក់តាមរយៈ Flow Google Flow អញ្ចឹងបើអ្នកនរគ្នាអ្នកចេះហើយអត់អីទេតែអ្នកអត់ចេះអាចមើលបានហើយបើកជ្រោមមុនដំបូងបើកជ្រោមមកហើយចូលទៅដំបូងគេទៅចូលទៅ Chat GPT សិនដើម្បីយើងបង្កើតជាសាច់រឿងអញ្ចឹងខ្ញុំផាសព្រមនេះខ្ញុំបានត្រៀមទុកઅનેព្រមសម្រាប់ឲ្យបង្កើតជារឿងមានប៉ុណ្ណឹង please create storyboard for 5 scene about 3D cartoon for children watch and have good graphic like cinematic អញ្ចឹងទៅហើយយើងដាក់ទៅចង់បានប្តីកឈរទំហំហើយទៅក្នុងម៉ាស៊ីនមានបានសក្ខិនយើងសេមកសេអស់មកចាក់វាផងពេលយើងចុចបញ្ជូនទៅ Chat GPT នឹងធ្វើ storyboard ឲ្យយើងចំនួន8អញ្ចឹងយើងបាន storyboard មកយើងទៅចូល Flow Google Flow របស់យើងបាយ Flow អត់នេះគាត់ឲ្យយកឲ្យ Pro AI នេះចុចយក Pro AI មកចូលមកចុចយក Pro AI ហើយបន្តមកយើងចូលទៅបើក create new project ចូលមក new project ចាំបន្តិចទៅបាទតមកយើងមើលខាងយើងឃើញបែបហ្នឹងយើងអាចចូលបានហើយចាប់ចូល setting ហើយយកទំហំហើយយកវីដេអូយកទៅមួយបានហើយតមកយើងយកវីដេអូ 3.1 live ហើយចុច save យើងតមកទៅ copy scene របស់យើង storyboard នេះព្រម Google Pro copy មកហើយយកមកដាក់នៅក្នុង chat របស់យើងហើយចំចុចបញ្ជូនចាំតិចទៅចឹងខ្ញុំស្កប់តែទៅនេះបើវាលោតសួរយើងនិយាយយើងយក approve មិនហេតុអីបានវាសួរយើងព្រោះយើងវាត្រូវការកាត់10 credit តែអត់អីទេព្រោះយើងបើមាន Gemini Pro យើងមាន credit ច្រើនណា1000 credit ក្នុងមួយខែអញ្ចឹងយើងមួយខែយើងទទួលបាន1000 credit អញ្ចឹងយើងប្រើទៅខុសភាពទៅអត់អីទេព្រោះហ្នឹងវាផ្ដល់ឲ្យយើងជារៀងរាល់ខែបើយើងអត់ប្រើក៏វាកាត់ចោលដែរហើយមួយវិញទៀតនេះ visit watermarking នេះបានន័យថាវាជាណាជាយើងយកអស់វាអត់ចេញ logo កន្លែងនេះទេចេញ logo របស់ Gemini តែបើយើងយក on បិទ complete បាត់វាតែបាត់វាចេញ logo អញ្ចឹងយើងបិទវាទៅនេះវីដេអូយើងទទួលបានហើយមានស្អាតទេហើយតាមមកយើងចុចបូកដើម្បី add scene ទី2បន្តបូកមកហើយតាមមកយើងទៅយក scene ទី2របស់Chat GPT ដែលធ្វើឲ្យយើងហ្នឹង copy មកយើងចូលមកនេះ scene ទី2យើងវាយ add ហើយយើងមានកន្លែងវាយ scene បញ្ចូល scene ទី2តាមមកយើងចុចបញ្ចូលទៀតវាចាប់ផ្ដើមបង្កើត scene ទី2ហើយ scene ទី2កើតបានទៅដល់ពេលវាបង្កើតមកនឹងតគ្នាយើងពីហ្នឹងតាមមកយើងចូលទៅបង្កើត scene ទី3តទៀតចុច extend មកហើយតាមមកយើងទៅយកក្រុម scene ទី3យើងដាក់ដូចដល់អញ្ចឹងមកវាធ្វើរហូតដល់ចប់ទាំងប្រាក់គ្រប់
vì dân miền Tam Xin nhưng thơ đừng Tam Xin và dân miền váy thơ đừng váy miền đọc thơ đừng đọc to này lậu chẳng hôm nay rồi chắc một con trai